ហេតុអ្វីដំណាំងាយឆ្លងជំងឺក្រោយភ្លៀងខ្លាំងជាប់គ្នាពី13ថ្ងៃកាត់ស្គាល់ច្រើនសង្កេតឃើញថាដំណាំចាប់ផ្ដើមមានស្នាមអុចគឺស្លឹកលួយគល់យ៉ាងឆាប់រហ័សបាត់ភូតនេះមិនមែនខ្លាំងតែចៃដន្យទេប៉ុន្តែវាជាលទ្ធផលនៃលក្ខខណ្ឌបរិស្ថានក្រោយភ្លៀងដែលអំណោយផលដល់ការរីករាលដាលនិងការវិវត្តរបស់មេរោគទី1មូលហេតុដែលភ្លៀងជំរុញឲ្យមានជំងឺរាតត្បាតទី1គឺការខ្ទាតទឹកនិងការចម្លងមេរោគដំណក់ទឹកភ្លៀងដែលប៉ះដីឬស្លឹកដែលមានជំងឺអាចបាញ់ខ្ទាតមេរោគដូចជាផ្សិតនិងបាក់តេរីទៅលើស្លឹកដែលនៅល្អឬដើមផ្សេងទៀតនៅជិតគ្នានេះគឺជាវិធីចម្លងដែលលឿននិងមានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់ជំងឺរុក្ខជាតិទី2ចំណាំខ្ពស់ក្រោយភ្លៀងបរិយាកាសមានសំណើមខ្ពស់ដែលជាលក្ខខណ្ឌល្អសម្រាប់ផ្សិតនិងបាក់តេរីលូតលាស់ស្លឹកដែលសើមយូរនឹងធ្វើឲ្យមេរោគចូលបានយ៉ាងឆាប់ងាយនិងរីករាលដាលលឿនទៀតផងទី3មុខរបួសលើរុក្ខជាតិខ្យល់ខ្លាំងនិងភ្លៀងអាចបង្ករបួសតូចៗនៅលើស្លឹកនិងដើមមុខរបួសទាំងនេះដូចជាចកចូលដែលអនុញ្ញាតឲ្យមេរោគចូលបំផ្លាញកោសិការុក្ខជាតិបានយ៉ាងងាយស្រួលផងដែរទី2ប្រភេទជំងឺដែលកើតញឹកញាប់ជំងឺបង្កដោយផ្សិតរួមមានជំងឺអុចស្លឹកឆេះស្លឹកអង្កាណូសនិងរលួយផ្លែរោគសញ្ញាធម្មតាគឺស្នាមអុចបត់ត្នោតឬខ្មៅក្រៀមស្លឹកនិងផ្លែរលួយជំងឺបង្កដោយបាក់តេរីដូចជារលួយគល់និងឆេះស្លឹកជាទូទៅនៅមានរោគសញ្ញារលួយអមដោយក្លិនស្អុយឬមានទឹកហូរចេញពីមុខរបួសជំងឺបង្កដោយមេរោគក្នុងដីបង្កឲ្យរលួយឫសនិងគល់ដែលធ្វើឲ្យដំណាំសពោនទោះបីនៅមានពណ៌បៃតងក៏ដោយហើយអាចងាប់ក្នុងរយៈពេលខ្លីការសិក្សាបង្ហាញឲ្យឃើញថាទឹកភ្លៀងនិងខ្យល់ព្យុះជួយឲ្យជំងឺរីករាលដាលលឿនខណៈការប្រើគ្រាប់គល់ដំណាំដោយចម្បាំងឬផ្លាស្ទិកអាចកាត់បន្ថយការខ្ទាតមេរោគពីដីឡើងបានប្រហែល 50-70% ទី3វិធីការពារនិងការគ្រប់គ្រងជំងឺការការពារអាចធ្វើទៅបានមួយគឺការរៀបចំប្រព័ន្ធរំដោះទឹកធានាថាទឹកមិនដក់នៅក្នុងស្រែឬចម្ការព្រោះទឹកដក់ជាប្រភពសំខាន់នៃជំងឺរលួយទី2ប្រើប្រាស់ត្រីកូដឺម៉ាជាផ្សិតមានប្រយោជន៍ដែលជួយទប់ស្កាត់កម្ចាត់ផ្សិតក្នុងដីអាចប្រើលាយជាមួយជីកំប៉ុស្តឬស្រោចនៅគល់ដំណាំទី3ការគ្រប់គ្រងចន្លោះដាំដុះការដាំឲ្យមានចន្លោះសមស្របអនុញ្ញាតឲ្យខ្យល់ចេញចូលបានល្អនិងជួយឲ្យស្លឹកស្ងួតលឿនក្រោយភ្លៀងទី4បាញ់ថ្នាំបង្ការក្រោយភ្លៀងខ្លាំងអាចប្រើថ្នាំបង្ការផ្សិតកម្រិតសមស្របតាមការណែនាំរបស់អ្នកជំនាញទី5សម្អាតចម្ការកាត់និងបំផ្លាញស្លឹកឬដើមដែលមានឬភ្លាមហើយយកទៅបំផ្លាញឲ្យឆ្ងាយពីចម្ការដើម្បីបញ្ឈប់ការរីករាលដាលបន្ថែមទៀតចំណាំអ្វីដែលគួរជៀសវាងគឺការចូលចម្ការឬបេះផ្លែនៅពេលស្លឹកនៅសើមព្រោះសកម្មភាពនេះអាចជួយចម្លងមេរោគពីដើមមួយទៅដើមមួយបានយ៉ាងឆាប់រហ័សទៀតផងគួរបញ្ជាក់ផងដែរថាភ្លៀងខ្លាំងបង្កលក្ខខណ្ឌសម្រាប់មេរោគរីករាលដាលតាមរយៈទឹកសំណើមនិងមុខរបួសលើរុក្ខជាតិដើម្បីកាត់បន្ថយហានិភ័យកសិករគួរអនុវត្តវិធានការគ្រប់គ្រងទឹកកែលម្អបច្ចេកទេសដាំដុះនិងប្រើវិធីការពារត្រឹមត្រូវជាប្រចាំ